ចឹងយើងនឹងនិយាយអំពីទីតាំងថ្នាំងនិងទីតាំងខ្ពស់នៃរលកចិញ្ច្រុំអូខេអញ្ចឹងយើងឃើញថារលកចិញ្ច្រុំហ្នឹងគឺមានពីរទីតាំងធំដែលគួរឲ្យកត់សម្គាល់គឺទីតាំងនេះគឺទីតាំងថ្នាំងដែលជាចំណុចកន្លែងប្រសព្វហ្នឹងហើយកន្លែងនេះគឺទីតាំងខ្ពស់ឃើញទេទីតាំងខ្ពស់អញ្ចឹងណាអញ្ចឹងយើងឃើញថាទីតាំងថ្នាំងគឺនៅកន្លែងនៅលើអដេកហ្នឹងដែលអដេកហ្នឹងគឺបើសិនជាយើងនិយាយទៅគឺកន្លែងហ្នឹងគឺស្មើ0អំភ្លីទីតណាព្រោះអីអំភ្លីទីតនេះគឺកម្ពស់ទៅឯងហើយដល់ពេលវាមកនៅក្របហ្នឹងកម្ពស់អំភ្លីទីតគឺកម្ពស់ពីអឺអឺ elongation វាហ្នឹងរលកហ្នឹងមកកាន់អាដេកទៅឯងហើយដល់ពេលវានៅកន្លែងហ្នឹងស្រាប់ហ្មងចឹងវាអត់មានកម្លាតអីទេចឹងជាហេតុដែល amplitude វា0ណាកន្លែងហ្នឹងវានិយាយឲ្យស្រួលស្ដាប់គឺអញ្ចឹងអូខេចឹងយើងឃើញថាយើងទាញបានទីតាំងថ្នាំងគឺ amplitude នៃរលកចិញ្ច្រុំគឺស្មើ0ណាចឹងទៅយើងបាន a' ស្មើពី a sin kx អូខេហើយដើម្បីដោះស្រាយសមីការប្រភេទហ្នឹងគឺយើងឃើញថា a គឺជាតម្លៃមួយអូខេតម្លៃមួយដែលវិជ្ជមាន a ធំជាង0ណាចឹងដោយសារវាវិជ្ជមានចឹងយើងទាញបាន sin kx ស្មើ0អាហ្នឹងដូចរបៀបយើងដោះស្រាយសមីការ y sin x ស្មើ0ចឹងយើងទាញបាន sin x ស្មើ0ដោយសារអី3យើងអាចបោះទៅហើយ0ចែក3 0ចែក3វា0អញ្ចឹងដូចគ្នាដែរយើងអាចបោះទៅវាមិនចេញ0ចែក 2a ហើយដោយសារ a យើងតម្លៃវិជ្ជមានចែកទៅវាចេញ0មកហើយអញ្ចឹងណាអូខេអញ្ចឹងយើងទាញបាន sin kx ស្មើ0អូខេដើម្បីដោះស្រាយសមីការហ្នឹងយើងត្រូវពិនិត្យមើលថា sin ប្រមាណវាស្មើ0ហើយយើងសរសេរវាចូលជាទម្រង់ sin អាហ្នឹងដោះស្រាយសមីការត្រីកោណមានថ្នាក់ទី11ណាអូខេអញ្ចឹងបើសិនជាយើងពិនិត្យមើលទៅអក្សរនេះជាអក្សរត្រូវអត់អក្សរនេះជាអក្សរហើយយើងឃើញថា sin វា0វា0បានលុះត្រាតែវានៅមុំកន្លែងនេះហើយមុំកន្លែងនេះមុំកន្លែងនេះគឺមុំ0ត្រូវអូនហើយវល់បានមកដល់ប៉ុណ្នេះគឺមុំផាយចានេះគឺមុំផាយត្រូវទេក៏ប៉ុន្តែយើងឃើញថាចលនារលកគឺយើងវិលរហូតត្រូវយើងវិលអញ្ចឹងណាអូខេអញ្ចឹងបើសិនជាវាវិលអញ្ចឹងមែនមកដល់កន្លែងនេះអូមកដល់កន្លែងនេះវាបាន2ផាយហើយអូនហើយបន្តមកវិលទៅទៀតអញ្ចឹងមកដល់នេះគឺ3ផាយណាហើយវិលទៀត4ផាយត្រូវទេហើយតទៀតមកដល់នេះ5ផាយ6ផាយហើយវិលទៅទៀត7ផាយ8ផាយចឹងឃើញថាអាតួខាងនេះគឺអីគេចំនួនគូអានេះគឺចំនួនសេសហើយយើងឃើញថាវាអាច0ផាយ2ផាយ3ផាយ4ផាយចឹងរហូតណាក៏ប៉ុន្តែបើសិនជាបងទៅចម្រាស់វិញណាបើសិនជាថាឥឡូវថាអត់មានអាអស់នេះចោះអត់ណាអត់មានអាអស់ហ្នឹងណាមិនមើលចាប់ចាប់ផ្ដើមពី0មួយផាយក៏ប៉ុន្តែបើសិនជាបងចង់ទៅពីផាយមក0វិញហើយបងទៅតាមនេះបងមកអញ្ចេះវិញចាហ្នឹងវាទៅមិនដកផាយមកដល់កន្លែងនេះដក2ផាយដក3ផាយដក4ផាយដក5ផាយអញ្ចឹងណាដក6ផាយនេះបងចង់និយាយកន្លែងនេះណាគាត់ថាចលនាជារង្វង់ហ្នឹងគឺវាមានលក្ខណៈដែលមានលក្ខណៈជាខួបយល់បងនិយាយអញ្ចឹងវាទៅមករហូតអញ្ចឹងអាហ្នឹងឯងគឺជាបើនិយាយទៅដូចជា probability ដែលធ្វើឲ្យ sin kx ហ្នឹងស្មើ0ណាយើងឃើញថាមានទម្រង់បែបហ្នឹងចុះបើសិនជាបងតាំងនេះឥឡូវបងសរសេរចេះ sin kx អញ្ចឹងបើសិនជានិយាយទៅគឺវាមាន0ផាយ2ផាយ3ផាយតរហូតត្រូវអីអូនតរហូតហើយយើងមានអីគេដកផាយដក2ផាយហើយតរហូតទៅដល់ដកអាណន់យល់ទេអូនចូលកន្លែងហ្នឹងឯងអញ្ចឹងបើសិនជាបងនិយាយខ្លីទៅបងអាចទៅសេវាមើលបងសេអញ្ចឹងអត់ត្រូវទេអឺការពិតណាត្រូវដោះស៊ីនត្រូវដោះការអិចហ្នឹងចោលអឺបងគួរនិយាយចែស្រួលយល់ជាងបងបើឡើបងអត់ចេះអីបងថា
អឺស៊ីនស្មើ0លុះត្រាតែចេះស៊ីន x ស្មើ0លុះត្រាតែ x ស្មើអាហ្នឹងគឺជាករណីដែល x អាចមានណាបើសិនជាស៊ីន x ស្មើ0បើបងអត់ឲ្យសេ x កុំឲ្យជន់មកនេះសេអាហ្វាចុះណាកុំឲ្យច្រឡំលុះត្រាតែអាហ្វាហ្នឹងវាស្មើ0ផាយ2ផាយ3ផាយរហូតហើយរហូតហើយវាអាចអវិជ្ជមានទៅខាងក្រោយឬក៏វាអាចទៅខាងមុខអញ្ចឹងណាអានេះគឺជារបៀបដែលអ្នកគណិតវិទ្យាគេទៅសេយ៉ាងខ្លីគឺគេទៅសេវាត្រឹមការផាយហើយគេថាការជារបស់សិតដូចជារបៀបទៅសេសិក្មាអញ្ចឹងណាអានេះបើនិយាយទៅដូចជា switch អញ្ចឹងបើនិយាយទៅដូចជា switch ហ្នឹង switch អីអូនបើតឹង switch ហ្នឹង switch ប្រព័ន្ធណា switch ហ្នឹងក៏ប៉ុន្តែយើងមិនបាច់ទៅនិយាយអីច្រើនទេហើយផលបូក switch ហ្នឹងគឺស្មើ0នឹងនិយាយទៅក៏ប៉ុន្តែបងគ្រាន់តែចង់បញ្ជាក់ថាតម្រងនេះយើងអាចទៅសេជាតម្រង switch ដែលយើងអាចទៅសេថាជាតម្រងការផាយហើយការគឺជារបស់សិតសំណុំសិតគឺជាសំណុំចំនួនគត់ relative ណាអញ្ចឹងសិតវាជាចំនួនគត់ស្គាល់ពាក្យចំនួនគត់ទេអូនចំនួនគត់គឺចំនួនដែលគត់គឺដក1000អានេះដកអនន្តណាតែអនន្តដល់រហូតមកដល់ដក1000មករហូតដល់ដក1 0 1 2ហើយទៅអញ្ចឹងដូចគ្នានៅខាងនេះដូចគ្នាបាទនេះអញ្ចឹងវាមានលក្ខណៈឆ្លោះគ្នាណាអូខេចាហ្នឹងគឺសំណុំសត្វហ៊ានតាំងទី7មកអាហ្នឹងហេតោះឥឡូវបងអត់តាំងការកុំឲ្យជន់vớiការចំនួនរលកតិចយើងមានអក្សរច្រើនណាបងអាចតាំង n ចុះអូខេ n ដោយសារការវាជាចំនួនរលកណាអូខេអញ្ចឹងកន្លែងនេះស៊ីនការ x ស្មើ0បើសិនជាបងតាំងអានេះជាអាហ្វាអញ្ចឹងបើសិនជាយើងមើលករណីស៊ីនអាហ្វាស្មើ0យើងលុះត្រាតែអាហ្វាស្មើប៉ុណ្នេះហេអញ្ចឹងយើងទាញបានការ x ស្មើគេអូននោះអាហ្វាស្មើការ x ស្មើ n ផាយនេះគ្រាន់តែជារបៀបទាញណាទាញឲ្យផ្តំឲ្យណៃមើលណាព្រោះអីអានេះគឺយើងទាញពីរូបមន្តត្រីកោណមានមកយើងទាញបាន statement នេះមួយឃើញថា sin alpha ស្មើ0លុះត្រាតែ alpha ស្មើនេះប្រព័ន្ធនេះគឺជារឹសដែលរឹសនៃសមីការដែលអាចមានអញ្ចឹងដោយសារតែនេះវាមានតម្រង sin alpha ដែរទៅអញ្ចឹងយើងអាចចាត់ទុកថានេះជា alpha ហើយយើងអាចទាញថាអូដោយសារ alpha យើងស្មើ n ផាយអញ្ចឹងការ x ស្មើ n ផាយអញ្ចឹងកន្លែងហ្នឹងចង់នេះអញ្ចឹងណាអូខេហើយការជាចំនួនរលកការស្មើ2ផាយលើឡាំដាត្រូវអត់ចឹងមកបាន2ផាយលើឡាំដាគុណឲ្យ x ស្មើ n n ផាយចឹងគឺបងមើលតែសមីការនេះទេចឹងណាអត់គឺកុំមើលអាហ្វាយើងអត់ត្រូវគិតទេមានអីតាក់ទងvớiអាហ្វាទេដែលអត់មានអីគួរឲ្យចាប់អារម្មណ៍ណាតោះនេះបងដាក់អក្សរតែចឹងកន្លែងនេះបើសិនជាបងមើលទៅបងអាចសម្រួលផាយចោលទៅទេផាយយើងអាចសម្រួលចោលបានទៅអត់ចឹងបើសិនជាយើងទាញរក x គឺយើងស្មើ n ឡាំដាបោះទៅអង្គខាងស្ដាំទៅគុណហើយ2បោះទៅចែកអូខេ x ស្មើ n គុណនៃឡាំដាលើ2អញ្ចឹងណាជាទីតាំងថ្នាំងជាទីតាំងថ្នាំងនៃរលកចិញ្ច្រាំនៃរលកចិញ្ច្រាំចាហ្នឹងគឺជារូបមន្តទីតាំងថ្នាំងអញ្ចឹងអូនឯងពិនិត្យមើល n របស់យើង n ជារបស់សិតក៏ប៉ុន្តែទីតាំងថ្នាំងវាមិនអាចនិយាយទៅទីតាំងភាគច្រើនរលកចិញ្ច្រាំគេច្រើនភាគច្រើនគេតាំងចែករលកណាសម័យកាលវាដើរអញ្ចឹងហើយវាផ្លាតទៅវិញហើយមកត្រឹមនេះអញ្ចឹងណាជាងគេកំណត់ថាចុងម្ខាងវាជា0ហើយចុងម្ខាងទៀតគឺវាស្ថិតនៅប្រវែងទីតាំង L ណាមួយអញ្ចឹងណាដែលជាឧបសគ្គដែលជាអញ្ចាំងបាតុភូតបងនិយាយម្សិលមិញណាតែគេថាខ្សែមួយមានប្រវែង L ហើយគេយកលាស់ទៅបង្កើតបានជារលកចិញ្ច្រាំណាហើយនេះគឺឧបសគ្គហើយខ្សែមានប្រវែង L អញ្ចឹងជាហេតុដែលបងដាក់ L កន្លែងនេះហើយគេតាំង0កន្លែងនេះអញ្ចឹងភាគច្រើនគេអត់សូវគិតអាខាងអវិជ្ជមានហ្នឹងទេអញ្ចឹងបើសិនជាយើងចង់និយាយពីទីតាំងយើងនិយាយតែគ្រឿង x វិជ្ជមានទៅបានហើយអញ្ចឹងករណីដែលបងនិយាយថា n គឺជាសំណុំចំនួនគត់ relative ហ្នឹង
គឺយើងអាចកាត់អាខាងអវិជ្ជមានចោលបានដោយសារអីយើងនិយាយពីទីតាំងយើងមិនបាច់ទៅនិយាយអាកន្លែងអវិជ្ជមានអីទេណាអញ្ចឹងកន្លែងនេះបងដាក់លក្ខខណ្ឌ n n វាអាចជា0 1 2 3ចុចទៅមករហូតដល់អនន្តអញ្ចឹងណាយើងគិតតែផ្នែកអវិជ្ជផ្នែកវិជ្ជមានទេដោយសារអីយើងនិយាយនេះគឺយើងនិយាយតែផ្នែកវិជ្ជមានទេអូខេទីតាំងណាអញ្ចឹងបើសិនជាបណ្ឌិតមើលទីតាំងឆ្នាំងទី1ទីតាំងឆ្នាំងទី1ទីតាំងឆ្នាំងទី1យើងឃើញថាម៉េចអូនបើនិយាយទៅកុំឲ្យច្រឡំមកនិយាយចេះទីតាំងឆ្នាំងទី0និយាយសេះហ្មងអញ្ចឹងទីតាំងឆ្នាំងទី0យើងជំនួស n ស្មើ0ចូលយើងឃើញថាម៉េចជំនួស n ស្មើ0ចូលទៅក្នុងសមីការហ្នឹង x ស្មើ0ណាឃើញទេហើយ x ស្មើ0អូបងភ្លេចណាអានេះគឺទីx អូខេអានេះ y អញ្ចឹង x ស្មើ0គឺកន្លែងនេះតែបញ្ជាក់ថានេះគឺជាទីតាំងឆ្នាំងដំបូងគេហើយត្រូវអត់រួចមកទីតាំងឆ្នាំងទី1ទៅអញ្ចឹងចំនួន n ស្មើ1ចូលចំនួន n ស្មើ1 x ស្មើកូនឡាំដាលើ2ទៅហើយឡាំដាលើ2កន្លែងណាចាំពាក្យបងនិយាយពីនេះមកដល់នេះមកឡាំដាអូនមកឡាំដាមកឡាំដាប៉ុណ្ណឹងត្រូវឯនេះពីនេះមកដល់នេះអញ្ចឹងបានមកជុំណាបានមកជំហានរលកណាឃើញអត់ហើយចុះឡាំដាលើ2ពាក់កណ្ដាលហ្នឹងអូននេះកន្លែងនេះហើយយើងកណនាមកឃើញថាម៉េច x ស្មើឡាំដាលើ2ជាទីតាំងថ្នាំងទី1ឃើញទេនេះឃើញទេឃើញទេឃើញរូបមន្តហ្នឹងឃើញបងស្រែកហើយយើងអាចបកស្រែកចេញថាមិនណាទីតាំងថ្នាំងទី2 n ស្មើ2ចំនួន2ចូលយើងឃើញថា2មួយ2សម្រួលគ្នាចោលអញ្ចឹង x សល់ឡាំដាអញ្ចឹងណាអញ្ចឹងនេះទីតាំងថ្នាំងទី2ឃើញឡាំដាហើយអនឡាញសាកធ្វើតិចទៀតទៅវា3ឡាំដាលើ2ដែលជាទីតាំងនេះតាំងនេះទីតាំងនេះទីតាំងនេះអញ្ចឹងរូបមន្តហ្នឹងគឺគេប្រើសម្រាប់កណនីទីតាំងថ្នាំងអញ្ចឹងណាទីតាំងថ្នាំងដែល n ហ្នឹងគឺជាចំនួនថ្នាំងសរុប n ជាចំនួនថ្នាំងសរុបហើយឡាំដាជាជំហានរលកហើយ x គឺជាទីតាំងថ្នាំងអញ្ចឹងគឺយើងមានប៉ុណ្ណឹងតកតងvớiទីតាំង